របៀប disable user ផ្លាស់ប្ដូរទីតាំងរបស់ user ឬក៏ change password user និង enable user ឡើងវិញទីមួយខ្ញុំបើកទៅលើ artillery សិនមកបាទនេះគឺ user អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បិទ user ជាមួយឈ្មោះថា Mr. Sambo អញ្ចឹងខ្ញុំមកសំដៅលើវាយកពាក្យថា disable account ចឹងនៅពេលនោះគឺវាខ្វែងអញ្ចឹងមិនថាបើសិនខ្ញុំ disable account អញ្ចឹងមានថា client មិនអាចយក user នឹងត្រឡប់ចូលបានទេប៉ុន្តែបើសិនខ្ញុំចង់ឲ្យវាដំណើរការវិញគឺខ្ញុំមកសំដៅលើវាយកពាក្យថា enable វិញបាទនៅពេលនោះ user នឹងមានសិទ្ធិប្រើប្រាស់បានបន្ទាប់មកខ្ញុំចង់ផ្លាស់ប្ដូរ password ឬយើងចង់លុប password របស់ user ចោលអញ្ចឹងខ្ញុំមកសំដៅលើវាយកពាក្យថា reset password ហើយនៅត្រង់នេះបើយើងចង់ដូរ password ដាក់ password មកតែបើយើងអត់ចង់ដូរទេគឺយើងយកតែ OK មកគឺមានថា password ហ្នឹងត្រូវបាន clear ចោលទាំងអស់បាទអញ្ចឹងមានថា user ហ្នឹងអត់មាន password ទេតែបើយើងចង់ដាក់ password យើងយក reset password ម្ដងទៀតឲ្យខ្ញុំដាក់ password មកតែយើងចង់បានបាទលើមិនក្រុមអញ្ចឹងហើយខ្ញុំអូខេបាទអញ្ចឹងទៅបានជោគជ័យក្នុងការផ្លាស់ប្ដូរ password អញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរទីតាំងរបស់ user អញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំមានតែ folder មួយឈ្មោះថា store profile អញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមបង្កើត folder មួយទៀតនេះនៅក្នុង OU ឬខ្ញុំមកសំដៅលើនេះក៏បានយក new យក organization unit ហើយខ្ញុំដាក់ថាឥឡូវខ្ញុំដាក់ថា folder មួយឈ្មោះថា store move ចុះបាទអញ្ចឹងគឺខ្ញុំមាន folder 2អញ្ចឹងនៅក្នុង folder store មួយអត់មាន user ទេអញ្ចឹងខ្ញុំចុចទៅលើ store user នេះមាន Mr. Sambo មួយហើយខ្ញុំមកសំដៅលើវាយកពាក្យថា move ឬយើង copy បើយើង copy មានថាយើង copy user នៅចំណុចទីតាំងនេះមួយហើយយកមកដាក់នៅទីតាំងកន្លែងណាផ្សេងមួយទៀតតែយើង move គឺមានន័យថាគឺទីតាំងថ្មីបាត់ទៅដាក់លើទីតាំងចាស់ទីតាំងចាស់បាត់ទៅដាក់លើទីតាំងថ្មីវិញអញ្ចឹងយក move ហើយខ្ញុំចូលទៅទីតាំងបានថាយក store move អញ្ចឹងនៅក្នុង store user តើបានបាត់ចូលចំណែកក្នុង store move គឺមាន user មួយវិញឬខ្ញុំយក copy វិញបើខ្ញុំចង់ copy user ទៅយ៉ាងម៉េចទៅដាក់ឈ្មោះផ្សេងអញ្ចឹងទៅណាអមថាឥឡូវខ្ញុំដាក់ឈ្មោះថាតេស្តហើយ next finish ចឹងមិនថារាល់ព័ត៌មានដែលស្ថិតនៅក្នុង Mr. Sambo វាដូចនៅក្នុងតេស្តដែរអញ្ចឹងវាចម្លងពីព័ត៌មាននិងការ configure នៅលើ user Sambo ឲ្យដូចនឹង user យើងទៅបង្កើតមកតេស្តអញ្ចឹងខ្ញុំចង់ move តេស្តទៅក្នុង folder នេះវិញគឺខ្ញុំមកសំដៅលើវាយកពាក្យថា move ទៅយកមកក្នុង user store user វិញអញ្ចឹងនៅពេលនោះលើនេះបាត់នៅក្នុង folder នេះមានវិញមួយទៀតប្រសិនបើយើងចង់កាត់មកថាយើងកាត់ពីកន្លែងមួយដល់កន្លែងមួយក៏បានឬយើងលុបឬយើងដូរឈ្មោះស្អីចិត្តបាទឥឡូវខ្ញុំ delete អញ្ចឹងមកថានេះលុប user ចោលតែម្ដង